បាទសួស្តីអ្នកនរគ្នាបាទវីដេអូនេះខ្ញុំបានជ្រើសរើសនៅពាក្យចំនួន6ពាក្យបាទដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងpronoun វាមិនបានត្រឹមត្រូវល្អបាទអញ្ចឹងយើងទៅមើលពាក្យទី1តែម្ដងបាទពាក្យទី1នេះគឺជាទូទៅយើងតែងតែអានថា history ប៉ុន្តែតាមពិតពាក្យហ្នឹងគឺគេមិនមែនអាន history អញ្ចឹងទេគឺយើងអានថា history okay history ឧទាហរណ៍ដូចជា I like Cambodian history my favorite subject is history so the word history is not history okay ពាក្យទី2ពាក្យទី2នេះគឺយើងចំណាំឮគេអានថា restaurant ឬក៏ restaurant បាទប៉ុន្តែពាក្យនេះអានឲ្យបានត្រឹមត្រូវទៅគឺយើងអានថា restaurant okay restaurant okay I went to the restaurant for dinner my sister loved going to the restaurant it's not restaurant ពាក្យទី3គឺយើងចំណាំតែអានថា interesting ឬក៏ interesting អូខេពាក្យនេះគឺយើងអានតែ3 syllable ទេ3ម៉ាត់ពាក្យហ្នឹងគឺយើងអានថា interesting ឧទាហរណ៍ដូចជា your story is very interesting we'd like to do something interesting so interesting it's not interesting យើងចំណាំតែអានថា comfortable អូខេ comfortable 4 ព្យាង្គឬក៏យើងនិយាយថា4ម៉ាត់ប៉ុន្តែតាមពិតពាក្យហ្នឹងអានឲ្យត្រឹមត្រូវគឺតែ3ព្យាង្គទេគឺ 3 syllable គឺយើងអានថា comfortable អូខេ comfortable not comfortable ជួនកាលយើងអាចឃើញនឹងគេសរសេរ comfortable អញ្ចឹងទៅយើងក៏អានថា comfortable អញ្ចឹងទៅប៉ុន្តែតាមពិតពាក្យហ្នឹងគឺអានថា comfortable អូខេឧទាហរណ៍ដូចជាអី I bought a comfortable chair មួយទៀត we're living in a comfortable house okay comfortable not comfortable អូខេពាក្យបន្ទាប់ទៀតពាក្យទី5គឺយើងអានថា vegetable អូខេភាគច្រើនតាមរយៈការបង្រៀនរបស់ខ្ញុំគឺសិស្សភាគច្រើនគាត់អានថា vegetable okay I love vegetable I don't like vegetable ប៉ុន្តែតាមពិតពាក្យហ្នឹងគឺយើងអានតែខ្លី3ព្យាង្គដែរគឺ vegetable okay vegetable not vegetable only vegetable okay vegetable for example Jane doesn't like vegetables I hate vegetables so we pronounce vegetable not vegetable okay ហើយពាក្យទី6ពាក្យចុងក្រោយគឺជាថ្ងៃពុធបាទយើងតែងតែអានថា Wednesday okay Wednesday បាទជាទូទៅនៅពេលដែលខ្ញុំជួបសិស្សជាពិសេសក្មេងៗសិស្សតូចៗនោះគាត់តែងតែអានtoday is Wednesday អញ្ចឹងណា Wednesday I spell អញ្ចឹងតាមពិតគាត់អានទៅតាមពាក្យដែលគេសរសេរបាទពាក្យនេះគឺយើងអានតែ2ព្យាង្គទេគឺ Wednesday okay Wednesday Wednes វាមាន s ចឹងហើយ Wednesday អញ្ចឹង we pronounce Wednesday not Wednesday okay example I have music class on Wednesday we will go to the farm on Wednesday so we pronounce Wednesday it's not Wednesday អូខេអញ្ចឹង6ពាក្យនេះខ្ញុំអានសារដើមវិញគឺ history restaurant interesting comfortable vegetable and Wednesday អូខេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមកែប្រែនៅអ្វីដែលយើងធ្លាប់អានពីមុនមកបាទត្រូវចងចាំថានៅពេលដែលយើងអានច្បាស់យើងនិយាយភាសាអង់គ្លេសជាមួយគេច្បាស់គឺវាងាយនឹងយល់មិនឲ្យគេភ័ន្តច្រឡំអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នា